ពេលនេះគឺឡាមីនយ៉ាម៉ាល់មានរឿងទៀតហើយបងប្អូនបើយោងតាមការអះអាងរបស់ក្លឹបបាសេឡូណាគឺពេលនេះក្លឹបកំពុងតែមានការបារម្ភបាទទៅនឹងឡាមីនយ៉ាម៉ាល់ព្រោះថារូបគេពេលនេះគឺតែងតែជាសត្រូវបាទទី1របស់អ្នកគ្រប់គ្រងនៃគូបដិបត្តិបាទនៅពេលដែលបាទការប្រកួតភាសានោះគឺឡាមីនយ៉ាម៉ាល់តែងតែត្រូវបាទបានបាហ្វេនរបស់បាទដៃគូនោះគឺបាទស្រែកបាទឌឺដងបាទទៅកាន់ឡាមីនយ៉ាម៉ាល់បាទនេះហើយគឺជាកង្វល់របស់ក្លឹបបាសេឡូណាព្រោះថាកីឡាកររូបនេះទៅតែមានវ័យ18ឆ្នាំទេបងប្អូនយើងបាទអញ្ចឹងបាទអាចថាបាទផ្លូវចិត្តគាត់បាទនៃបាទវ័យក្មេងខ្ចីអញ្ចឹងណាបាទក្លឹបក៏មានការបារម្ភហើយឧទាហរណ៍ហ្នឹងបងប្អូនយើងបាទការពីបាសេឡូណាបាទទៅលេងជាមួយនឹង Chelsea ហ្នឹងក៏ត្រូវអ្នកគ្រប់គ្រង Chelsea ហ្នឹងស្រែកឌឺដងទៅកាន់ Lamine Yamal ដែរហើយកាលដែលប៉ះរៀលក៏បាទត្រូវបាទ fan រៀលគឺបាទស្រែកឌឺដងដល់បងប្អូនយើងបាទអញ្ចឹងធ្វើឲ្យក្លឹបមានការបារម្ភមែនទែនបាទចំពោះបាទ Lamine Yamal ហើយប៉ុន្តែបើរឿងនេះបើសិនជាមានបាទគិតមើលទៅណាពេលខ្លះបើយើងមិនបាទនិយាយឌឺដងគេពេលខ្លះក៏គេមិនទៅឌឺដងយើងណាបងយើងបាទព្រោះថាពីមុនមកហ្នឹងមុនការប្រកួតឡាមីនយ៉ាម៉ាល់តែងតែឡើងបាទ podcast បាទនិយាយចេះនិយាយចង់អញ្ចឹងណាប៉ុន្តែឥឡូវបាទអាចថាគាត់បាទអាចថាកាត់បន្ថយខ្លះបាទសម្រាប់បាទការឡើងនិយាយបាទតាមបាទ podcast បាទអាចថាក្លឹបមានការហាមអញ្ចឹងបងប្អូនយើងប៉ុន្តែសង្ឃឹមថាបាទគាត់នឹងអាចរក្សាបាទផ្លូវចិត្តបាទល្អហើយនឹងបន្តបាទការលេងឲ្យល្អបាទសម្រាប់បាទឡាមីនយ៉ាម៉ាល់បាទតាមបងប្អូនយើងមកយល់យ៉ាងណាដែរបាទសម្រាប់បាទការព្រួយបារម្ភនេះបាទពីក្លឹបបាសេឡូណាបាទទៅកាន់បាទក្មេងតូចឡាមីនយ៉ាម៉ាល់